ចាឥឡូវនេះយើងវិលមកតាមដាននៅសេចក្តីរាយការណ៍របស់យើងជាបន្តទៀតពីខេត្តសៀមរាបចាឃើញថាអាដាមឧបនាយករដ្ឋមន្ត្រីទៀបបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាសមាជិករដ្ឋសភានីតិកាលទី5បណ្ដោយសៀមរាបបានអញ្ជើញចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋចំនួន1700គ្រួសារនៅក្នុងក្រុងសៀមរាបជាមួយនឹងការនាំយកនៅអំណោយរបស់សម្ដេចតេជោហ្សែនរួមជាមួយនឹងសម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចាហើយនៅក្នុងនោះក៏មានចាខាងកាកបាទក្រហមកម្ពុជាបានទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែជួបនៅបញ្ហាទឹកជំនន់នេះផងដែរលោកជាចនសុរធីធ្វើសេចក្តីរាយការណ៍ក្រុមការងារខ្ញុំដែលជួយមកជិះចាប់ដើម្បីជួយចាប់អាយុដំឧបនាយករដ្ឋមន្ត្រីទៀបបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិសមាជិករដ្ឋសភានីតិកាលទី5មណ្ឌលសៀមរាបសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលនិងជាប្រធានក្រុមការងារចុះជួយខេត្តសៀមរាបបានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសង្កាត់កុកចកក្រុងសៀមរាបខេត្តសៀមរាបនៅព្រឹកថ្ងៃទី8ខែតុលាឆ្នាំ2013ចំនួន1700គ្រួសារដែលបានទទួលរងគ្រោះពីជំនន់ទឹកភ្លៀងហើយបានធ្វើឲ្យបាក់ទំនប់តកៅកន្លងទៅថ្មីៗនេះជាមួយនឹងការនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគតិបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាទៅផ្ដល់ជូនផងដែរនៅក្នុងប្រសាសន៍ស្វាគមន៍របស់អាយុដំខុមសង្ឃអភិបាលនៃគណៈអភិបាលខេត្តសៀមរាបអាយុដំក៏បានសម្ដែងនូវភាពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតនិងយ៉ាងជ្រាលជ្រៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីក្នុងការយកចិត្តទុកដាក់ជាទីបំផុតព្រួយបារម្ភដល់សុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកំពុងរងទឹកជំនន់នៅក្នុងរដូវវស្សាឆ្នាំ2013នេះអាយុដំខុមសង្ឃបានជម្រាបរាយការណ៍ថាប្រជាពលរដ្ឋចំនួន1700គ្រួសារដែលនឹងទទួលអំណោយនៅថ្ងៃនេះមកពីចំនួន5ភូមិមានភូមិខ្វៀនភូមិគុកថ្នោតភូមិគុកតាច័ន្ទភូមិគុក3និងភូមិនគរក្រៅនៃសង្កាត់គុកចកក្រុងសៀមរាបដែលនៅក្នុងមួយគ្រួសារនឹងទទួលបានអង្ករល្អចំនួន25គីឡូក្រាមមី1កេសនិងថវិកា50000រៀលអាយុដំខុមប៊ុនសង្ឃប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានជម្រាបរាយការណ៍ផងដែរថាសាខាកាកបាទក្រហមកម្ពុជាខេត្តបានទទួលថវិកាសរុប$26377ពីសម្រាប់ជនក្នុងខេត្តមានជាអាជីវកម្មម្ចាស់សន្តាគារផ្ទះសំណាក់ប្រធានមន្ត្រីជំនួយខេត្តសមាជិកសាខាកាកបាទក្រហមសហភាពសហព័ន្ធយុវជនកម្ពុជាសម្រាប់ចូលរួមចែករំលែកការលំបាករបស់កាកបាទក្រហមកម្ពុជានៅក្នុងបរិយាកាសដ៏ជិតស្និទ្ធនោះអាយុដំឧបនាយករដ្ឋមន្ត្រីទៀបបាញ់តំណាងដល់ពងពោះនៃសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានពំនាំនៅការប្រាំផ្ញើសាកសួរសុខទុក្ខទៅកាន់ពូមីងលោកយាយលោកតាបងប្អូនរួមជាតិទាំងអស់ដោយការមិនប្រកាន់និន្នាការនយោបាយទេព្រោះថាឲ្យតែបងប្អូនប្រជាពលរដ្ឋរងការលំបាកសម្ដេចតេជោនិងសម្ដេចគតិបណ្ឌិតក៏លំបាកជាមួយដែរអាយុដំប្រធានក្រុមការងារចុះជួយខេត្តសៀមរាបបានបន្តប្រសាសន៍ថាទោះបីការពំនាំនៅអំណោយដ៏ថ្លៃនៅថ្ងៃនេះមានតិចតួចក្តីតែទាំងអស់វាជាកាយវិការចូលរួមសម្ដែងទទួលរងគ្រោះជាមួយគ្នាពីទឹកជំនន់ដែលតែងតែមាននិងបង្ហាញនៃការយកចិត្តទុកដាក់ពោះរបស់សម្ដេចទាំងពីរហើយក៏បានសង្ឃឹមថានឹងជួយសម្រួលការដែលពូមីងលោកតាលោកយាយបងប្អូនជនរួមជាតិទាំងអស់កំពុងជួបលំបាកជាដោយឡែកនៅថ្ងៃដដែលនោះអាយុដំឧបនាយករដ្ឋមន្ត្រីទៀបបាញ់ដែលបានការអមដំណើរពីអាយុដំខុមប៊ុនសង្ឃអភិបាលនៃគណៈអភិបាលខេត្តសៀមរាបអាយុដំឧត្តមស្រីឯកស៊ុំសំណាងអគ្គនាយកក្រសួងការពារជាតិអាយុដំឧត្តមស្រីឯកជាមន្ត្រីបញ្ជាការយុទ្ធភូមិភាគទី4អាយុដំឧត្តមស្រីជាច្រើនរូបបានអញ្ជើញចុះពិនិត្យការដ្ឋានទំនប់តកៅបង្កដោយទឹកជំនន់ទឹកភ្លៀងដែលបានធ្វើឲ្យបាក់កាលពីយប់ថ្ងៃទី5ខែតុលាឆ្នាំ2013និងក៏ជាប្រភពហេតុធ្វើឲ្យមានទឹកធ្លាក់ហូរមកកាន់ទីក្រុងសៀមរាបខ្ញុំបាទជាចនសុខធីធ្វើសេចក្តីរាយការណ៍ពីខេត្តសៀមរាបបាទសូមអរគុណលោកជាចនសុរធីដែលបានរាយការណ៍ព័ត៌មានពីខេត្តសៀមរាបជាមួយនឹងការចូលរួមចែករំលែកនឹងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាបដែលទទួលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់